ชีวิตប្តីប្រពន្ធមិនមែនម្នាក់ថោកម្នាក់ថ្លៃទៅរួចទេបើសិនជាប្រពន្ធបងប្អូនថោកបងប្អូនក៏វាមិនថ្លៃដែរពីព្រោះប្តីប្រពន្ធគឺរួមជីវិតប្តីប្រពន្ធបញ្ហាដែលកើតឡើងនៅក្នុងគ្រួសារគឺជាបញ្ហារួមមិនមែនប្រពន្ធថោកទៀតប្តីទៅថ្លៃទៅនោះកើតទេប្តីដែលខ្លាំងគេអត់ដែលទៅមើលប្តីទេបងប្អូនគេទៅមើលប្រពន្ធស្ថានភាពនិងលទ្ធភាពឬមួយក៏ការរស់នៅរបស់ប្រពន្ធបញ្ជាក់អំពីសមត្ថភាពរបស់ប្តីបើគេធ្វើអីលើគាត់មិនសប្បាយចិត្តអូគាត់ឆ្លើយតបគាត់ដឹងតែអត់នៅសុខទេប៉ុន្តែបើសិនជាប្រពន្ធកូនគេប្រមាថការទៀនគេមើងងាយវិញប្តីអត់ដែលបានគិតអត់ដែលមានរឿងទាំងអស់ហ្នឹងនៅក្នុងចិត្តទេពីព្រោះមិនមែនជារឿងគាត់ខ្ញុំនិយាយអារឿងប្តីដែលគិតតែពីរឿងខ្លួនឯងហើយគិតតែពីមុខមាត់ខ្លួនឯងហើយគិតថាអ្វីដែលខ្លួនឯងកំពុងប្រឈមហ្នឹងវាសំខាន់ជាងអ្វីទាំងអស់ទោះបីអ្នកដទៃគេមើលមកខ្លួនមកគ្រួសារខ្លួនមកមើលមកប្រពន្ធកូនមើលមកសាច់ញាតិខ្លួនឯងឬមួយក៏ស្ថានភាពខ្លួនឯងមិនក្រោយប្តីអត់ដែលខ្លាចគាត់សាច់រឿងនេះខ្ញុំនិយាយអំពីប្តីដែលតែងតែឲ្យអ្នកដទៃមើលងាយប្រពន្ធមានន័យថាបើសិនជាប្រពន្ធនឹងទៅក្រៅមានបញ្ហាប្រឈមប៉ះពាល់ឬមួយក៏ប៉ះពៀឬមួយក៏គាត់ចេតនាក្តីអចេតនាក្តីប្តីមិនដែលចេញមុខការពារប្រពន្ធឡើយវាមានតែការស្ដីបន្ទោសទម្លាក់កំហុសចោទប្រកាន់បន្ថែមទៀតក៏មានដែរបងប្អូនធ្លាប់ជួបស្ថានភាពប្តីប្រភេទហ្នឹងគេជេរគេប្រមាថគេមើលងាយប្រពន្ធនៅក្រៅឆ្អែតឆ្អន់ប៉ុន្តែប្តីជាច្រើនមិនបានចេញមុខការពារប្រពន្ធទេក្រៅអំពីការស្ដីបន្ទោសការជន់ថែមប្រហែលអ្នកធ្លាប់ជួបស្ថានភាពហ្នឹងអញ្ចឹងហើយបានប្រពន្ធជាច្រើនគាត់ថាប្តីគាត់គឺជាមនុស្សដែលមានចំណេះដឹងជាមនុស្សប្រកែរលុយជាមនុស្សមានសមត្ថភាពប៉ុន្តែជីវិតប្តីប្រពន្ធរស់នៅដូចអ្នកដទៃអញ្ចឹងបងប្អូនពេលខ្លះគាត់មានគ្រប់បែបយ៉ាងតែអ្វីដែលគាត់ខ្វះគឺគាត់មានអារម្មណ៍ថាប្តីគាត់មិនដែលឲ្យតម្លៃគាត់ទេបើគេនិយាយប៉ះពាល់គាត់បើគេធ្វើអីលើគាត់មិនសប្បាយចិត្តអូគាត់ឆ្លើយតបគាត់ដឹងតែអត់នៅសុខទេប៉ុន្តែបើសិនជាប្រពន្ធកូនគេប្រមាថការទៀនគេមើងងាយវិញប្តីអត់ដែលបានគិតអត់ដែលមានរឿងទាំងអស់ហ្នឹងនៅក្នុងចិត្តទេពីព្រោះមិនមែនជារឿងគាត់មិនមែនជារឿងគាត់មានន័យថាម៉េចវាមិនឈឺពីព្រោះគេជេរទៅគេដៀលប្រពន្ធដៀលទៅស្ថានភាពខ្លះទុកឲ្យគេមើងងាយទុកឲ្យគេដៀលប្រពន្ធគ្រប់សពបងប្អូនជីវិតប្តីប្រពន្ធមិនមែនម្នាក់ថោកម្នាក់ថ្លៃទៅរួចទេបើសិនជាប្រពន្ធបងប្អូនថោកបងប្អូនក៏វាមិនថ្លៃដែរពីព្រោះប្តីប្រពន្ធគឺរួមជីវិតប្តីប្រពន្ធបញ្ហាដែលកើតឡើងនៅក្នុងគ្រួសារគឺជាបញ្ហារួមមិនមែនប្រពន្ធថោកទៀតប្តីទៅថ្លៃទៅនោះកើតទេបងប្អូនទៀតខ្ញុំសង្កេតឃើញអ្នកខ្លះជីវភាពប្តីពាក់មាសប្រើប្រាស់របស់របរសម្ភារៈលុយចាយពេញដៃសម្ភារៈបំពាក់ថ្លៃរបស់ប្រើ brand ប៉ុន្តែក៏លេចទៅមើលជីវភាពរបស់ប្រពន្ធវិញតើអ្វីទាំងអស់ហ្នឹងប្រពន្ធមានអត់អូបើចេញទៅតាមមេឌៀវិញអស់ចាស្អាតលុយមើលទៅសង្ហាប៉ុន្តែអស់ចាមិនអស់ចាទៅមើលជីវភាពរបស់ប្រពន្ធប្តីដែលខ្លាំងគេអត់ដែលទៅមើលប្តីទេបងប្អូនគេទៅមើលប្រពន្ធស្ថានភាពនិងលទ្ធភាពឬមួយក៏ការរស់នៅរបស់ប្រពន្ធបញ្ជាក់អំពីសមត្ថភាពរបស់ប្តីយើងចង់ដឹងថាគ្រួសារនឹងប៉ុណ្ណាយើងកុំទៅមើលប្តីយើងទៅមើលប្រពន្ធស្ថានភាពខ្លះនិយាយមួយប្តីនិយាយការទេគេថាគេមិនមែនខូចខលគេមិនមែនមានស្រីណាហើយគេក៏មិនដែលផឹកស៊ីអញញ៉ៃគេក៏មិនដែលចេះញ៉ៃទេគេគិតតែពីធ្វើការទេគិតតែធ្វើការមែនប៉ុន្តែគិតតែពីរឿងខ្លួនឯងទេបងប្អូនមិនបានគិតពីមនុស្សជុំវិញខ្លួនទេ